មកដឹងអំពីសម័យអាណានិគមនិយមបារាំងតើវត្តមានរបស់បារាំងបានជួយដល់ខ្មែរឬក៏បំផ្លាញខ្មែរមានអ្នកខ្លះបាននិយាយថាគង់តែមានវត្តមានបារាំងទេខំអីខ្មែរគ្មានឈ្មោះនៅលើផែនទីពិភពលោកមកដល់បច្ចុប្បន្ននេះឡើយប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់រយៈពេលជិតមួយសតវត្សឬ90ឆ្នាំក្នុងឆ្នាំ1863ដល់ឆ្នាំ1953ហើយបានទទួលឯករាជ្យដោយសារតែប្រជារាស្ត្រខ្មែរជាពិសេសព្រះបាទនរោត្តមសីហនុបានបង្កើតចលនាតស៊ូទាមទារឯករាជ្យបរិបូរណ៍ពីពួកបារាំងនិងបានកសាងសង្គមថ្មីមួយដ៏សម្បូររុងរឿងនោះគឺសង្គមរាស្ត្រនិយមក្នុងឆ្នាំ1970ប្រទេសកម្ពុជាបានរងនៅសង្គ្រាមត្រជាក់និងសង្គ្រាមផ្ទៃក្នុងយ៉ាងខ្លាំងជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ1979កម្ពុជាត្រូវបានរំដោះឲ្យរួចផុតពីកម្ពុជាប្រជាធិបតេយ្យក៏ប៉ុន្តែសង្គ្រាមនៅតែបន្តមានដើម្បីសន្តិភាពសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនបានចេញយុទ្ធសាស្ត្រមួយដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរតាមរយៈការជួបចរចារវាងភាគីទំនាស់ដើម្បីបង្រួបបង្រួមជាតិខ្មែរឡើងវិញពួកសៀមនិងពួកយួនបានធ្វើជាអាណាព្យាបាលរបស់ខ្មែរអស់រយៈពេលយ៉ាងយូរពេលនោះខ្មែរត្រូវបានបាត់បង់ទឹកដីនិងសម្បត្តិធម្មជាតិជាច្រើនថែមទៀតដោយសារហេតុនេះព្រះអង្គឌួងបានរត់ទៅពឹងបារាំងឲ្យជួយការពារទឹកដីខ្មែរឲ្យរួចផុតពីកំដាប់ដៃរបស់ប្រទេសជិតខាងទាំងពីរវត្តមានបារាំងក្នុងរាជការព្រះអង្គឌួងក្នុងឆ្នាំ1841ដល់ឆ្នាំ1860ព្រះអង្គឌួងគឺជាបុត្ររបស់ព្រះអង្គអេងដែលបានស្នាក់រៀនសូត្រនៅឯប្រទេសថៃព្រះអង្គឌួងគឺជាស្ដេចមួយអង្គដែលមានចិត្តស្នេហាជាតិដ៏មុតមត់ជ្រះថ្លាក្នុងពុទ្ធសាសនាព្រះអង្គឌួងមានជំនាញខាងអក្សរសាស្ត្រកំណែតម្រង់ផ្នែករដ្ឋបាលបង្កើតប្រាក់ថ្មីកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលអាចរៀបផ្លូវពីឧដុង្គទៅកំពតកាត់តាមស្រុកឈូកតភ្ជាប់រហូតដល់កំពង់ផែសមុទ្រថ្មីការកសាងកំពង់ផែនេះដើម្បីជំនួសកំពង់ផែចាស់ដែលត្រូវបានវៀតណាមលេបយកនិងស្ដារឡើងនៅវិស័យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រឡើងវិញព្រះអង្គឌួងទ្រង់មានតម្រេះថាប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅនឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆតាការឈ្លានពានរបស់ប្រទេសទាំងពីរគឺយួននិងសៀមដោយក្រុងយកទន្លេមេគង្គជាព្រំប្រទល់បើសិនជាមិនអញ្ចឹងប្រទេសកម្ពុជានឹងត្រូវបាត់បង់ពីផែនទីពិភពលោកដើម្បីការពារពីការលេបយកពីប្រទេសយួននិងប្រទេសសៀមដំណោះស្រាយមានតែមួយគត់គឺត្រូវមានមហាអំណាចណាមួយជាខ្នងបង្អែកក្នុងឆ្នាំ1953ព្រះអង្គឌួងបានពឹងពាក់បុព្វជិតម្នាក់មានឈ្មោះថាមីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅក្នុងប្រទេសកម្ពុជាឲ្យជួយទំនាក់ទំនងទៅប្រទេសបារាំងដើម្បីសុំការជួយការពារពីប្រទេសមហាអំណាចមួយនេះបុព្វជិតរូបនេះបានធានាថាលោកនិងមន្ត្រីខ្មែរពីររូបមានឈ្មោះថាកុងដឺម៉ុងតេរ៉ូនិងប៉ែននឹងនាំសារដើម្បីថ្វាយទៅព្រះចៅប៉ូតេអុងទី3តាមរយៈកុងស៊ុលបារាំងប្រចាំនៅក្នុងក្រុងសង្ហបុរីលុះដល់ឆ្នាំ1855ទើបទទួលបានការឆ្លើយតបពីព្រះចៅអធិរាជបារាំងដែលបានផ្ដល់ការទទួលពីប្រទេសកម្ពុជាត្រឹមតែជាដៃគូពាណិជ្ជកម្មតែប៉ុណ្ណោះលទ្ធផលដែលទទួលបាននេះគឺផ្ទុយពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រខ្មែរក្រោយមកព្រះអង្គឌួងបានផ្ញើសារពីរលើកថែមទៀតដោយទទូចសុំឲ្យបារាំងជួយធ្វើអន្តរាគមន៍យកទឹកដីកូកាំស៊ីនដែលបានបាត់បង់ក្នុងឆ្នាំ1841ព្រមទាំងពន្យល់បារាំងថាកោះត្រឡាចគឺជាទឹកដីរបស់ខ្មែរដែរចំណែកទឹកដីមួយផ្នែកទៀតដែលនៅប៉ែកខាងកើតទន្លេមេគង្គដែលប្រទេសវៀតណាមបានលេបយកជាយូរមកហើយនោះគឺមិនតវ៉ាយកមកវិញឡើយលទ្ធផលនៃទំនាក់ទំនងទាំងពីរលើកមិនបានចេញជាផ្លែផ្កាអ្វីទេក្នុងឆ្នាំ1858មានបេសកកម្មមួយរួមគ្នារវាងកងទ័ពបារាំងនិងអេស្ប៉ាញបានចូលមកដល់ទីក្រុងដាណាងដើម្បីជួយការស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិកដែលបាននៅសេសសល់ពីការសម្លាប់របស់ស្ដេចវៀតណាមកងទ័ពវៀតណាមបរាជ័យខាងយោធាកងទ័ពបារាំងបានចូលកាន់កាប់ទីក្រុងនៃព្រៃនគរនិងតំបន់ជិតខាង
នៅឆ្នាំ1859ក្រោយមកបានដំណឹងនេះព្រះបាទអង្គឌួងបានបញ្ជូនទ័ពខ្មែរមួយក្រុមនៅខេត្តមាត់ជ្រូកក្នុងគោលបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរប៉ុន្តែបំណងនេះត្រូវបានបរាជ័យដោយសារតែព្រះអង្គឌួងបានចូលទីវង្គតនៅក្នុងឆ្នាំ1860រាជធានីឧដុង្គក្រោយចូលកាន់កាប់ព្រៃនគរបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់កាប់ប្រទេសចិនប៉ែកខាងត្បូងប៉ុន្តែត្រូវបានបរាជ័យដោយសារតែឧបសគ្គច្រើនពេកនៅទន្លេមេគង្គដែលមិនអាចធ្វើដោយការគ្រោងទុកបានបារាំងយល់ថាប្រទេសកម្ពុជាសម្បូរទៅដោយផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ដឹកជញ្ជូនកសិកម្មទៅកាន់ទីផ្សារនៅប៉ែកអឺរ៉ុបកម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយមានប្រជាជនតិចម្យ៉ាងកម្ពុជាសម្បូរទៅដោយព្រៃឈើភ្នំប្រកបដោយគុណភាពខ្ពស់និងភ្នំរ៉ែធម្មជាតិជាច្រើនប្រទេសកម្ពុជាបារាំងចង់ជួយការពារឲ្យផុតពីការត្រួតត្រាពីវៀតណាមនិងប្រទេសសៀមមកវិញដោយធានាថានឹងជួយយកទឹកដីកូកាំស៊ីនមកឲ្យខ្មែរវិញផងដែរទោះបីជាមានការធានាអះអាងពីបារាំងក៏ដោយក៏ព្រះបាទនរោត្តមមានការព្រួយបារម្ភនៅពេលណាមួយបារាំងលែងឈឺឆ្អាលសៀមនិងយួនអាចនឹងចូលមកត្រួតត្រាសារជាថ្មីក្រោយពីធ្វើឲ្យប្រទេសសៀមទទួលស្គាល់ការគ្រប់គ្រងរបស់បារាំងលើប្រទេសកម្ពុជាបារាំងសៀមបានចរចាលើព្រំប្រទល់ប្រទេសទាំងពីរជាលទ្ធផលក្នុងឆ្នាំ1904សៀមបានប្រគល់ទឹកដីភាគខាងលិចគឺម្លូព្រៃស្ទឹងត្រែងឲ្យមកខ្មែរវិញនៅឆ្នាំ1907សន្ធិសញ្ញាណបារាំងសៀមស្ដីពីការប្រគល់ខេត្តបាត់ដំបងសៀមរាបសិរីសភ័ណ្ឌមកឲ្យខ្មែរបន្តទៀតនៅឆ្នាំ1908បារាំងបានធ្វើផែនការទី1មានឈ្មោះថាផែនទីដងរែកដែលទទួលស្គាល់ដោយបារាំងសៀមនៅលើឆាកអន្តរជាតិមកទល់បច្ចុប្បន្ននេះគ្រាន់តែជាការសង្ខេបខ្លីៗពីខ្ញុំអរគុណសម្រាប់ការចូលទស្សនា